ប្រពៃណីការច្នៃប្រឌិតការគោរពនិងការរស់ឡើងវិញភាពប៉ិនប្រសប់និងការហ៊ានធ្វើអ្វីប្លែកពីគេពួកយើងមកទីនេះទម្លុះរបាំងអនាគតគឺយើងជាអ្នកបង្កើតចៅក្រមទាំង4នៅលើឆាកនឹងចាប់ផ្ដើមដោយការវិតម្លៃបេក្ខជនទាំងអស់ម្ដងម្នាក់បេក្ខជនវ័យក្មេងម្នាក់នឹងត្រូវបានដាក់ពិន្ទុក្រោមលក្ខខណ្ឌជំនាញសិល្បៈរបស់ពួកគេការគោរពតាមធាតុនិងប្រភពដើមនៃប្រពៃណីវប្បធម៌បោះឆ្នោតទេតើបេក្ខជនទាំងអស់នោះនឹងទទួលបានសម្លេងឆ្នោតប្រមាណទៅពីចៅក្រមទាំង4រូបពួកយើងនឹងបានដឹងឆាប់នេះការប្រកួតជុំទី1ចាប់ផ្ដើមហើយសូមស្វាគមន៍បេក្ខជនទី1របស់ពួកយើងវ៉ាវខ្ញុំមិនដឹងថាអ្នកណាមានសម្លឹងបានបាក់ឆាកមុនគេទេខ្ញុំនឹងបង្ហាញការសម្ដែងមួយដែលដាក់បញ្ចូលនៅលក្ខណៈផ្នែកថ្មីរបស់ប្រពៃណីដល់អ្នកគ្រប់គ្នាខ្ញុំឈ្មោះហងស៊ឺហុងហ្វាន嘎妹妹的大门上还狼牙三堂哎，心里嘛跳得慌呀。摩肩上额的嘎妹妹，好模样呀，妹妹闪得红花开呀。សំឡេងក៏រីករាយណាស់នេះគឺជាចម្រៀងដែលយកលំនាំតាមចម្រៀងប្រពៃណីនៅភាគពីរយប់នៃប្រទេសចិនដែលគេស្គាល់ថាហោអឺឬផ្កាចម្រៀងហោអឺត្រូវបានគេស្គាល់យូរមកហើយនិងមានណោតសំឡេងខ្ពស់ព្រមទាំងមានលំដាប់ទំនុកភ្លេងធំជាងមុននិងជាសំឡេងសម្រាប់ប្រុសច្រៀងសោណាគឺជាឧបករណ៍ដែលគេប្រើជាទូទៅនៅក្នុងការប្រគំតន្ត្រីហោអឺវាមានសំឡេងឮខ្លាំងនិងកាន់តែរំជួលចិត្តជាងឧបករណ៍ផ្សេងទៀតវាក៏អាចធ្វើត្រាប់តាមសម្រេចបាសីផ្សេងបានផងដែរ一把歌就心疼这个把你还爱还剩什么不分开呀一天把牛三趟这看你来呀妹妹闪得红花开呀一天把牛三趟这看你来呀妹妹三担的红花哇សួស្តីខ្ញុំឈ្មោះហងស៊ឺហុងហ្វានខ្ញុំមានអាយុ21ឆ្នាំដំបូងខ្ញុំបានសិក្សានៅសាលា Belcanto ក្រោយមកចូលមហាវិទ្យាល័យខ្ញុំក៏ចូលរៀនជំនាញតន្ត្រីប៉ុបនិងការផលិតចម្រៀងសម័យទំនើបផងដែរសោណាគឺជាឧបករណ៍បុរាណដ៏ពិសេសនិងមានឥទ្ធិពលតើលោកយល់យ៉ាងម៉េចដែរចំពោះការរួមបញ្ចូលសម្លេងរបស់វាជាមួយនឹងសម្លេងរបស់លោកនេះគឺជាអ្វីមួយដែលលោកនឹងធ្វើឲ្យបានច្រើននាថ្ងៃអនាគតទេខ្ញុំបានកើតនៅទីក្រុងឡាងជើខេត្តកាស៊ូភាគពីជាប់នៃប្រទេសចិនចម្រៀងប្រពៃណីគឺល្បីល្បាញខ្លាំងណាស់នៅស្រុកកំណើតរបស់ខ្ញុំពិតជាមានអារម្មណ៍ថារំភើបខ្លាំងណាស់ដែលបានដាក់បញ្ចូលអ្វីមួយពីស្រុកកំណើតរបស់ខ្ញុំចូលទៅក្នុងតន្ត្រីប៉ុបទំនើបដើម្បីបង្កើតអ្វីដែលថ្មីនិងគួរឲ្យស្ងើចប៉ុន្តែខ្ញុំក៏មានការភ័យខ្លាចដែរព្រោះហោអឺគឺជាបេតិកភណ្ឌវប្បធម៌ដែលត្រូវបានគេថែរក្សាខ្ពស់ខ្ញុំមិនច្បាស់ថាខ្ញុំមានបទពិសោធន៍គ្រប់គ្រាន់ក្នុងការដាក់បញ្ចូលវាឬអត់ទេខ្ញុំខ្លាចតែធ្វើឲ្យវាខូចខាតទៅវិញទេ
តែបំណងរបស់ខ្ញុំត្រូវបានគេចាត់ទុកថាអត់ប្រយោជន៍ឬក៏ជាការញុះញង់ សូមនិយាយរឿងនេះបន្តទៀតលោកត្រូវមានភាពក្លាហានក្នុងការប្រើប្រាស់ធាតុប្រពៃណីក្នុងការប្រឹងប្រែងនៅក្នុងតន្ត្រីរបស់លោកចម្រៀងប្រជាប្រិយរបស់ពួកយើងមិនខូចខាតងាយៗនោះទេដូច្នេះសូមលោកកុំព្រួយបារម្ភអីលោកធ្វើបានល្អហើយ សូមអរគុណច្រើន នៅពេលនេះដល់ពេលបោះឆ្នោតហើយតើគេនឹងទទួលបានសម្លេងឆ្នោតចំនួនប្រមាណពីចៅក្រមសម្រាប់ការសម្ដែងនៅលើឆាកនិងការបង្ហាញពីវប្បធម៌របស់គេពួកយើងនឹងបានដឹងលទ្ធផលនៅពេលបន្តិចទៀតនេះប្រកាសជាបាន4សម្លេងហើយបានសម្លេងហើយ 4សម្លេង 3 បោះឆ្នោតតែបោះឆ្នោតតែ 2 1បោះឆ្នោតទៅអបអរសាទរហួងសឺហុងហ្វានដែលទទួលបានសម្លេងឆ្នោតដល់ទៅ4សម្លេងលោកធ្វើបានល្អណាស់ត្រូវខំប្រឹងបន្តទៀត ខ្ញុំនឹងបង្ហាញនៅការដឹងគុណរបស់ខ្ញុំចំពោះប្រពៃណីរបស់ពួកយើងខ្ញុំឈ្មោះធានសងនីង វ៉ាវឆាកនេះពិតជាអស្ចារ្យខ្លាំងណាស់មើលទៅស្អាតមែនទែន របាំកូរ៉េមានប្រវត្តិរាប់សតវត្សមកហើយនៅក្នុងប្រវត្តិសាស្ត្រចិនរបាំនេះត្រូវបានគេចាត់ទុកជារបាំប្រជាប្រិយដែលពិបាករៀនបំផុតមួយការគ្រប់គ្រងរាងកាយទាំងមូលឲ្យបានល្អគឺជាការសំខាន់ខ្លាំងណាស់មិនចឹងអ្នកសម្ដែងមិនអាចគ្រប់គ្រងលើឥទ្ធិពលនៃកម្លាំងនិងភាពសមសួនក្នុងពេលតែមួយបានទេ វ៉ាវល្អណាស់ មើលទៅស្អាតមែនទែន នាងរំស្អាតមែនវ៉ាវនាងបង្វឹងខ្លួនចាញ់ទៅស្អាតណាស់ វ៉ាវ វ៉ាវ ស្អាតខ្លាំងណាស់ នាងខ្ញុំឈ្មោះសងនីងមានអាយុ20ឆ្នាំនាងខ្ញុំមកពីសាលារបាំក្រុងប៉េកាំងរបាំកូរ៉េមានប្រពៃណីដ៏យូរលង់ណាស់មកហើយប្រាប់ពួកយើងមកថាថ្ងៃនេះនាងចង់យកធាតុអ្វីមកឲ្យពួកយើងបានទស្សនាទៅរបាំប្រពៃណីកូរ៉េគឺត្រូវរក្សាជំហានយឺតសន្សឹមប៉ុន្តែជំហានរបស់ខ្ញុំគឺលឿនជាងឆ្ងាយណាស់ខ្ញុំបានប្រើស្បៃដែលវាដូចជាកន្សែងនិងបានបង្វិលខ្លួនកាន់តែលឿនទាំងអស់នេះគឺសុទ្ធតែខុសពីប្រពៃណីខ្ញុំសង្ឃឹមថារបាំប្រជាប្រិយជនជាតិដ៏ពិសេសនេះនឹងធ្វើឲ្យមនុស្សស្គាល់កាន់តែច្រើន នៅពេលនេះចាស់ក្រុមយើងទាំង4នាក់នឹងធ្វើការបោះឆ្នោតលើការសម្ដែងរបស់ធានសុងនីងនិងសម្រាប់ចិត្តដែលផ្អែកទៅលើធាតុវប្បធម៌ដែលមាននៅក្នុងការសម្ដែងនោះអញ្ចឹងចាប់ផ្ដើម 3 2 1 បោះឆ្នោតទៅអបអរ អរគុណ អបអរសាទរនាងក៏ទទួលបានសម្លេងឆ្នោតដល់តែ4ដែរធ្វើបានល្អ យេ ខ្ញុំឈ្មោះលីហ្វឹងថ្ងៃនេះខ្ញុំសូមបង្ហាញអ្វីៗគ្រប់យ៉ាងដែលខ្ញុំបានរៀនដោយមិនបានត្រៀមទុកនៅលើឆាកនេះទេ វ
着死的松。ការសម្ដែងនេះបង្ហាញពីរចនាបថរបស់ពេកាំងដោយសារតែសម្លេងយ៉ាងវែងអន្លាយរបស់ល្ខោនអូប៉េរ៉ាពេកាំងលក្ខណៈសម្គាល់របស់ទីក្រុងត្រូវបានគេរៀបរាប់នៅក្នុងអត្ថបទចម្រៀងព្រមទាំងភាពខុសគ្នារបស់ចាប៉ី អូសំឡេងរបស់គេពិរោះណាស់ចាប៉ីឧបករណ៍តន្ត្រីអមសម្រាប់ល្ខោនអូប៉េរ៉ាពេកាំងក៏ជាឧបករណ៍ដែលគេយកចិត្តទុកដាក់នៅក្នុងការប្រគំតន្ត្រីប្រពៃណីនិងការប្រគំតន្ត្រីរ៉ុកជាច្រើនផងដែរ 还是最爱我的北京。ខ្ញុំឈ្មោះលីវឹងខ្ញុំមកពីសាលាជាតិនៃមហោស្រពសិល្បៈចិនខ្ញុំបានសិក្សាពីតន្ត្រីបុរាណតាំងពីខ្ញុំនៅក្មេងម្ល៉េះ នៅក្នុងដៃរបស់គេកំពុងតែកាន់ចាប៉ីដ៏ធំមួយ បាទអ្នកគ្រូ ដែលចាប៉ីនេះគឺជាឧបករណ៍តន្ត្រីអមនៅក្នុងល្ខោនអូប៉េរ៉ាពេកាំងអ្នកលេងចាប៉ីគ្មានឱកាសបានដើរមកកណ្ដាលឆាកនោះទេបើគេមិនសម្ដែងនៅក្នុងកម្មវិធីបែបនេះនោះបើភាសារបស់ពួកយើងគឺតន្ត្រីកដ៏ពូកែដែលមានទេពកោសល្យលេងឧបករណ៍តន្ត្រីទាំង6មុខគេហៅថាអ្នកជំនាញខាងឧបករណ៍តន្ត្រីទាំង6គេពូកែលេងឧបករណ៍តន្ត្រីខ្សែលេងស្គរនិងអ្វីៗគ្រប់យ៉ាងផ្សេងទៀត និងគ្រប់យ៉ាងផ្សេងទៀត ត្រូវលោកអាចមិនត្រូវបានគេជ្រើសរើសឲ្យច្រៀងនៅថ្ងៃនេះបើតាមសមត្ថភាពលោកបើលោកអាចលេងចាប៉ីខ្លុយសោណាឬក៏ស្គរនោះវាអាចនឹងប្រសើរឡើងជាងនេះ ល្អឥឡូវនេះដល់ពេលបោះឆ្នោតហើយពេលនេះចាក្រុមទាំង4រូបនឹងធ្វើការបោះឆ្នោតទៅលើការសម្ដែងរបស់លាវហ្វឹង អរគុណចាក្រុម អបអរសាទរលាវហ្វឹងទទួលបានសម្លេងឆ្លាតដល់ទៅ4ពីចាក្រុមទាំង4រូបអបអរសាទរ ឡមែនឡមែន ប្រឹងឡើង អរគុណ ពូកែណាស់ពូកែណាស់ អរមែន ប្រកាមែន ចាយោ ជាយោ លោកនៅលើឆាកគួរឲ្យស្រឡាញ់ខ្លាំងណាស់ខ្ញុំចង់ផ្ដល់សម្លេងប៉ាត់ដល់ល្ខោនអូប៉េរ៉ាពេកាំងការពុះពេលនិងការច្នៃប្រឌិតគឺជារបៀបនៃការបង្ហាញការគោរពរបស់ខ្ញុំចំពោះឫសគល់នៃវប្បធម៌របស់ពួកយើងខ្ញុំឈ្មោះចាងសៀវហាន វ៉ាវ អ្នកមើលទៅអស្ចារ្យមែនទែនគ្រប់គ្នាចាំមើលទៅគ្រប់គ្នាចាំមើលទៅ 迎着山有虎，偏没为虎山上行。这一人一马，为国为家一男一，跨过茫茫雪山，巍巍峻岭，步步为营。要我心中和上我辈风雪年豪气。这一人一马，为国为家。 ការសម្ដែងនេះគឺផ្អែកទៅលើការលេងរឿងល្ខោនអូប៉េរ៉ាពេកាំងដ៏ល្បីល្បាញមានចំណងជើងថាចាប់ខ្លានៅលើភ្នំដែលរឿងនេះនិទានពីរឿងពិតទាក់ទងនឹងរបៀបដែលកងទ័ពម្នាក់ធ្វើការក្នុងនាមជាភ្នាក់ងារសម្ងាត់និងបានបោះសម្អាតក្រុមចៅប្លន់នៅលើភ្នំកាលពី80ឆ្នាំមុនខ្ញុំឡើងព្រឹកសម្បុរហើយ នេះគឺជាចម្រៀងដ៏ល្បីល្បាញបំផុតក្នុងរឿងល្ខោនអូប៉េរ៉ាមានចំណងជើងថាឆ្លងកាត់ព្រៃនិងវាលទឹកកកខ្ញុំមិនអាចឈប់បានទេព្រោះមានដំណោះស្រាយដ៏អង្អាច 我
យ៉ាងណា នាងលោចខាងណា ជយោ នាងអស្ចារ្យ សួស្តីចៅក្រមខ្ញុំឈ្មោះចាំងសូហានខ្ញុំមកពីសាលាជាតិនៃមហោស្រពសិល្បៈចិនខ្ញុំមានជំនាញក្នុងការដើរតួជាស្ត្រីចំណាស់ខ្ញុំក៏ចូលចិត្តច្រៀងចម្រៀងចិនផងដែរ ខ្ញុំអាចនិយាយបានថានាងគឺជាអ្នកសម្ដែងម្នាក់ដែលខ្ញុំចូលចិត្តបំផុត វ៉ាវ បទចម្រៀងនោះត្រូវបាននិពន្ធឡើងសម្រាប់ឡៅសឹងដែលជាតួអង្គប្រុសនាងដើរតួជាឡៅតានឡៅតានគឺជាស្ត្រីចំណាស់ដែលមានវ័យកណ្ដាលសពថ្ងៃនេះ gender គឺមានភាពខុសគ្នាយើងកុំនិយាយពីភាពខុសគ្នានៃវ័យរបស់មនុស្សអីតួអង្គទាំងពីរអាចនឹងមានភាពស្រដៀងមួយចំនួនទៅលើសម្លេងប៉ុន្តែការពិតដែលនាងបានប្រើនិងបានទាញការពិតមួយទៀតចេញមកគឺវាគួរឲ្យកត់សម្គាល់និងគួរឲ្យជឿទុកចិត្តបាននាងគ្រប់គ្រងបានទាំងស្រុង អរគុណហើយអ្នកគ្រូ ខ្ញុំពិតជាចាប់អារម្មណ៍នឹងការសរសើរនាងយ៉ាងខ្លាំងខ្ញុំចូលចិត្តការរួមបញ្ចូលអហើយនិង B ជាមួយនឹងល្ខោនអូពេរ៉ារបស់នាងខ្លាំងណាស់វាពិសេសនឹងមិនចម្លងពីគេ ខ្ញុំចូលចិត្តតន្ត្រីគ្រប់ប្រភេទដូចជា R និង B Jazz Rock Disco Electronic Website Crossover សម្បូរការកម្សាន្តជាច្រើន 3 2 1ឆាប់បោះឆ្នោតទៅ អរគុណចៅក្រម ចូលរួមអបអរសាទរផងចាងសៀវហានទទួលបានសម្លេងឆ្នោតដល់ទៅ 4 យេ នាងទទួលបានហើយ ប្រកាសហើយ នាងសំ នាង តែ អាចទៅ ទទួល បាន បា ហើយ ន អរគុណ 5បន្តទៀត ខ្ញុំចង់ស្វែងរកកន្លែងរបស់ខ្ញុំនៅក្នុងពិភពលោកនេះនិងរកឲ្យឃើញថាខ្ញុំចង់ក្លាយទៅជាអ្វីដូច្នេះខ្ញុំមកហើយអ្នកមានក្តីសម័យនៅក្នុងឆ្នាំ1995ខ្ញុំសង្ឃឹមថានឹងបានរស់នៅដោយស្ងប់សុខគ្រប់ពេលវេលា 飞呀飞呀飞呀，飞呀飞呀飞呀。 គេមានអ្នកជួយគេមានអ្នកជួយ 飞呀飞呀，看那黄色蜻蜓飞在蓝色天空，游戏在风中不断追逐它的梦。红色的蜻蜓曾几何时，也在我岁月慢慢不见了。 បទចម្រៀងនេះបានចាប់ផ្ដើមល្បីល្បាញនៅក្នុងទសវត្សរ៍ 90 ដែលមានចំណងជើងថាកន្ទុំរុយក្រហមក្រោយមកបានក្លាយជាបទចម្រៀងបុរាណក្នុងទសវត្សរ៍ 50 红色的蜻蜓，我们都已经长大，好多梦还要飞，就像现在心目中红色的蜻蜓。浏阳火 សំឡេងនេះគឺដកស្រង់ចេញពីបទចម្រៀងទន្លេលាវយ៉ាងដែលបង្ហាញពីការរស់នៅប្រកបដោយសុភមង្គលនៅក្នុងសុខសន្តិភាពនិងសេរីភាពដែលបានមកដោយលំបាកបន្ទាប់ពីបានជួបនឹងវិបត្តិសង្គ្រាមនិងសេដ្ឋកិច្ចអស់ជាច្រើនទសវត្សរ៍ 江边有过什么仙呐？去了过什么人？领导人民的解放呀呀自由。 នេះគឺជារបៀបដែលខ្ញុំគោរពដល់វប្បធម៌និងអត្តសញ្ញាណរបស់ពួកយើងខ្ញុំបានរស់នៅឯបរទេសអស់ជាច្រើនឆ្នាំនិងបានថតបទចម្រៀងគ្រប់ប្រភេទប៉ុន្តែខ្ញុំមិនអាចភ្លេចអ្វីដែលដូនតាពួកយើងបានផ្ទេរមកឲ្យនោះទេ គេជាមនុស្សឆ្លៀសវៃគេបានដាក់បញ្ចូលបទចម្រៀងអហើយនិង B ដែលមានចំណងជើងថាឈរក្បែរខ្ញុំជាមួយនឹងបទចម្រៀងកន្ទុំរុយក្រហមវាមិនមែនជាបទចម្រៀងចម្លងពីគេទេខ្ញុំចូលចិត្ត អរគុណលោកគ្រូ រឿងតែមួយគត់ដែលខ្ញុំចង់រិះគន់ទៅលើការរំរបស់លោកនោះគឺចលនារបស់លោកវារៀងដូចជាឆ្កុំឆ្កប់បន្តិចត្រូវទេ ត្រូវហើយវាពិតជាឆ្កាមឆ្កងពិតមែនអ្នកគ្រូ លោកក៏គួរតែអរគុណដល់ក្រុមជំនួយការរបស់លោកដែរវាមានការច្នៃប្រឌិតខ្ពស់និងបានបង្ហាញពួកយើងពីរបៀបដែលតន្ត្រីអាចឆ្លងព្រំដែនបាន សូមអរគុណអ្នកគ្រូ តន្ត្រីដែលកំពុងលេងនេះគឺមានភាពល្បីល្បាញនៅក្នុងឆ្នាំ 2014 ដែលតន្ត្រីនេះតំណាងឲ្យចម្រៀងប៉ុបរបស់ចិន
វ៉ា អូ វ អស្ចារ្យ 沾染了墨色痛，千家都泛黄。 ទាំងការសម្ដែងគួជីងនិងការរាំរបស់នាងគឺពិតជាមានជំនាញខ្លាំងមែនទែន ខ្ញុំមិនសប្បាយចិត្តនោះទេដោយសារតែមានកំហុសមួយចំនួន ខ្ញុំមិនបាននិយាយអីទេ មកពីដៃអាយវិញ គឺដៃអាវ ត្រូវហើយមកពីខ្ញុំរលាស់ដៃអាមកខាងទៀតមិនបានក្រោយមកខ្ញុំក៏បានកែវាទៅជាការរាំដោយប្រើដៃអាមតែម្ខាងក្រោយមកអ្វីៗគ្រប់យ៉ាងក៏ត្រូវបានកែប្រែ ពិតជាល្អខ្លាំងណាស់ល្អមែនទែនខ្ញុំស្មានតែរបាំនេះគេតម្រូវឲ្យរាំដោយប្រើដៃអាយតែម្ខាងតើខ្ញុំពេញចិត្តនឹងសមត្ថភាពរបស់នាងដែលអាចកែប្រែភ្លាមពេលរឿងនឹកស្មានមិនដល់កើតឡើងធ្វើបានល្អ 北方有佳人 នេះគឺជាការបង្ហាញឡើងវិញនៅរបាំដ៏ល្បីល្បាញមួយដែលដកស្រង់ចេញពីខ្សែភាពយន្តក្បាច់គុណមានចំណងជើងថាការវាយឆ្មក់ពី10ទីតាំងដែលដឹកនាំដោយចាងវាងភាពយន្តចិនចាងអ៊ីម៉ឺ 佳人难再得。 ខ្ញុំស្រឡាញ់ការសម្ដែងរបស់នាងខ្លាំងណាស់នាងនៅស្ងៀមស្ងាត់នៅពេលដែលដៃអាវនាងជំពាក់ជាមួយនឹងស្និតសក់របស់នាងខ្ញុំបារម្ភខ្លាំងណាស់ហើយគិតថាវាអាចនឹងប៉ះពាល់ដល់អារម្មណ៍របស់នាង អូព្រះហើយ ប៉ុន្តែនាងមិនបានទុកវាចោលទេនាងបានដោះស្រាយស្ថានភាពនេះបានយ៉ាងល្អ អ្នកសម្ដែងដ៏ពូកែគឺត្រូវចេះពីវិធីដោះស្រាយរឿងដែលកើតឡើងដែលនឹកស្មានមិនដល់នៅលើឆាកនាងបានបង្ហាញថានាងអាចដោះស្រាយស្ថានភាពនេះបាន អរគុណអ្នកគ្រូ ល្អមែនតើ ល្អណាស់ ល្អណាស់ សួស្តីខ្ញុំឈ្មោះហុងស៊ីនយៀនមានអាយុ22ឆ្នាំខ្ញុំគឺជាជនជាតិចិនកាត់ម៉ាឡេស៊ី ការជឿជាក់និងជំនាញរាំរបស់នាងបានបំពេញឲ្យគ្នាទៅវិញទៅមកនៅលើឆាកដែលធ្វើឲ្យការសម្ដែងរបស់នាងកាន់តែល្អនិងគ្មានកំហុសឆ្គងនាងរាំត្រូវនឹងចង្វាក់ភ្លេងយ៉ាងល្អឥតខ្ចោះនាងមានការជឿជា ហើយ ក់ នា និង ង មាន ក៏ មន្ត មាន ស្នេ អ ហ៍ ត្ត ទាក់ទាញ ច ខ្ រិ លាំង តល្អ មែន ផង ទែ ដែរខ្ញុំបានលើនាងថាខ្ញុំមានសមត្ថភាពចង្វាក់និងអារម្មណ៍របស់នាងគឺត្រូវគ្នាខ្លាំងណាស់ នាងបានបង្ហាញធម៌ពលរបស់នាងដល់ទស្សនិកជនប្រកបដោយប្រសិទ្ធភាពអមជាមួយនឹងសារនៅក្នុងតន្ត្រីពួកយើងសុទ្ធតែអាចដឹងបានការរាំរបស់នាងគួរឲ្យកោតសរសើរខ្លាំងណាស់ពិតជាអស្ចារ្យខ្លាំងមែនទែនអរគុណអ្នកគ្រូ 晨雾中我推开窗 បទចម្រៀងប្រជាប្រិយបែបប្រពៃណីណាស៊ីដែលល្បីល្បាញនៅក្នុងខេត្តយ៉ុនណានៅភាគនិរតីនៃប្រទេសចិនទំនុកភ្លេងសាមញ្ញនិងបរិសុទ្ធពោរពេញដោយភាពស្មោះសរ 在歌楼上眺望他请来的风有浪而我要背上烛光寻宝藏拦不去 ខ្ញុំឡើងទៅលើពពកដែលកំពុងហោះពីលើភ្នំខ្ញុំឃើញទេពធីតាកំពុងច្រៀងហើយខ្ញុំក៏បានច្រៀងតាមយ៉ាងស្រទន់នាងកាន់ដៃខ្ញុំជូនពរខ្ញុំហើយពួកយើងក៏រាំជាមួយគ្នាពេលវេលាកំពុងតែកន្លងទៅផ្សែងផ្ទះបាយកំពុងហោះឡើងដល់ពេលដែលក្មេងស្រីត្រូវទៅផ្ទះហើយ 那些你落凡间的梦
ខ្ញុំឈ្មោះយ៉ាងយិនឈិនខ្ញុំមកពីភូមិសាំងគ្រីឡាស្រុកទីឈិញខេត្តយូណានខ្ញុំមកពីក្រុមជនជាតិភាគតិចណាស៊ីនេះជាលើកទី1ហើយដែលខ្ញុំចាក់ចេញពីផ្ទះរបស់ខ្ញុំនៅអាខេតមកទីក្រុងប៉េកាំងហើយក៏ជាការសម្ដែងលើឆាកលើកទី1របស់ខ្ញុំដែរនាងឡើងសម្ដែងនៅលើឆាកលើកទី1ហ៎ខ្ញុំមិនធ្លាប់ច្រៀងនៅលើឆាកនោះទេដូច្នេះខ្ញុំពិតជាភ័យខ្លាំងណាស់តើគ្រួសារនាងគាំទ្រនាងនៅក្នុងការច្រៀងនេះដែរទេចាប្រកាសជាគាំទ្រជាពិសេសគឺប៉ារបស់ខ្ញុំចង់សិក្សាពីតន្ត្រីខ្លាំងណាស់ពេលនេះគាត់កំពុងខំប្រឹងប្រែងធ្វើការដើម្បីបំពេញក្តីស្រមៃរបស់ខ្ញុំហើយនាងក៏បានមកដល់ទីនេះតើនាងចង់និយាយអីប្រាប់ទៅប៉ារបស់នាងដែរទេខ្ញុំចង់និយាយប្រាប់គាត់ថាខ្ញុំធំហើយខ្ញុំនឹងធ្វើជាទីពឹងរបស់គ្រួសារខ្ញុំត្រូវតែមានជំនឿលើខ្លួនឯងបងអស្ចារ្យណាស់ហើយអ្នកគ្រប់គ្នាក៏បានឃើញវានៅថ្ងៃណាមួយផងមុតឡាជាវីរៈនារីនៅក្នុងកំណាប់ចិត្តកាលពីប្រហែល 1600 ឆ្នាំមុនគេបានបញ្ចូលសាច់រឿងរបស់នាងទៅក្នុងខ្សែភាពយន្តគំនូរជីវចល Disney បទចម្រៀងដែលមានចំណងជើងថាស្រមោលនេះត្រូវបានច្រៀងដំបូងដោយ Christina Aguilera និងបានបកប្រែជាច្រើនភាសារួមទាំងភាសាចិនផងដែរខ្ញុំឈ្មោះចាងជេលីខ្ញុំមានអាយុ23ឆ្នាំខ្ញុំបានសិក្សាពីផ្នែកចម្រៀងនិងតន្ត្រីនៅក្នុងសាលាមហោស្រពសៀងហៃខ្ញុំទ្រាំចាំមើលអ្នកចម្រៀងមកពីមហោស្រពតន្ត្រីឡើងសម្ដែងលើឆាកលេងបានហើយខ្ញុំមិនអាចរងចាំបានទេអរគុណអ្នកគ្រូខ្ញុំគឺជានិស្សិតនៅសាកលវិទ្យាល័យស៊ីងហោពេលនេះខ្ញុំគឺជាអ្នកចម្រៀងម្នាក់វាគឺជាក្តីសុបិននិងជាជម្រើសរបស់ខ្ញុំឈ្មោះផាន់ឆាវ课业飞沙照黄滩，霜雪落人为欢。国事争前赴浩瀚，风雨积雪欲燃。បទចម្រៀងនេះគឺជាការគោរពដល់ពួកអ្នកវិទ្យាសាស្ត្រដែលបានបង្ហោះមីស៊ីលប៉ារ៉ាម៉ាណូនិងគ្រាប់បែកអ៊ីដ្រូសែនជាលើកដំបូងរបស់ចិនព្រមទាំងផ្កាយរណបនៅក្នុងទសវត្សរ៍ 60 និង 70稀有凌云翳，光环欲多喧嚷。心路当自强，与天公争断肠。此生很淡泊，愿化栋梁。四眼鸦千人一抹穹苍。莫问春草芳，问东风过茫茫。គេគឺជានិស្សិតចប់និទេសអេនិងជាអ្នកចម្រៀងដ៏ល្អ龙城有飞将，平山和地。风浪。សួស្តីចៅក្រមខ្ញុំឈ្មោះផាន់ឆាវខ្ញុំមកពីខេត្តជាងស៊ីភាគខាងកើតប្រទេសចិនពេលនេះខ្ញុំផ្ដោតទៅលើការផលិតបទចម្រៀងក្នុងទីក្រុងប៉េកាំងខ្ញុំសហការគ្នានិពន្ធអត្ថបទចម្រៀងនេះត្រូវបានឧទ្ទិសជូនពួកអ្នកវិទ្យាសាស្ត្រចិននៅត្រង់ផ្នែកកណ្ដាលនៃបទចម្រៀងប្អូនចង់ស្រែកឲ្យដល់ណោតខ្ពស់ដែលពិបាកបំផុតក៏ប៉ុន្តែសម្លេងប្អូនធ្លាក់មកសឹមទើបស្រែកមិនដល់
បានអញ្ចឹងពេលនេះពួកយើងទាំង4នាក់គួរតែចាប់ផ្ដើមបោះឆ្នោតទៅលើការសម្ដែងរបស់ផាន់ឆាវទៅចាំមើលថាគេនឹងទទួលបានសម្លេងឆ្នោតប្រមាណនៅពេលដណ្ដោតឡើងដល់ចំណុចដែលខ្ញុំអាចច្រៀងបានវាក៏បង្កើនជាផ្កាភ្លើងខ្ញុំឈ្មោះយ៉ាងចៅយ៉ាងខ្ញុំចូលចិត្តច្រៀងនិងលេងព្យ៉ាណូបទចម្រៀងនេះត្រូវបានដកស្រង់ចេញពីបទចម្រៀងនៅក្នុងខ្សែភាពយន្តមួយនៅក្នុងឆ្នាំ1979បទនេះត្រូវបានច្រៀងដំបូងដោយលីគូអ៊ីដែលជាអ្នកចម្រៀងដ៏ល្បីល្បាញនៅក្នុងតន្ត្រីប៉ុបចិនបទចម្រៀងដ៏ល្បីល្បាញរបស់នាងត្រូវបានគេប្រើប្រាស់ជាចម្រៀងគោលសម្រាប់អបអរពិធីបុណ្យជាតិប្រចាំឆ្នាំអស់រយៈពេល40ឆ្នាំជាប់គ្នាខ្ញុំស្រឡាញ់សម្លេងរបស់បងអូនខ្លាំងណាស់សម្លេងនេះមានលក្ខណៈវែងអន្លាយនិងតាក់ទាញចំណាប់អារម្មណ៍ខ្លាំងមែនទែនបើសិនជាបងអូនចង់ស្វែងរកអាជីពជាអ្នកចម្រៀងត្រូវដឹងថាបងអូនមានសម្លេងល្អពីធម្មជាតិហើយកុំខ្ជះខ្ជាយវាឲ្យសោះខ្ញុំក៏ចូលចិត្តសម្លេងបងអូនដែរគេបានបញ្ចេញពន្លឺពេលគេឡើងមកជន់លើឆាកគេមានសក្តានុពលខ្លាំងណាស់3 2 1បោះឆ្នោតទៅអរគុណចាក្រមអបអរសាទរបងអូនចាយ៉ាងបងអូនទទួលបានសម្លេងឆ្នោតដល់ទៅ4ពីចាក្រមរបស់យើងនេះគឺជាបទចម្រៀងប្រជាប្រិយរបស់ក្រុមជនជាតិភាគតិចកៅសាននៅតៃវ៉ាន់ដែលចម្រៀងនេះច្រៀងរៀបរាប់ពីសម្រស់ទេសភាពនិងប្រជាជន君不见黄河之水天上来អត្ថបទចម្រៀងដកស្រង់ចេញពីកំណាព្យដ៏ល្បីល្បាញមួយរបស់កវីនៅក្នុងរជ្ជកាលថាឈ្មោះលីប៉ៃ君不见高堂明镜悲白发朝如青丝暮成雪
什么不一样？有什么不一样？有什么不一样？所有活着的人类，都是海里一条巨大的鱼。出生的时候，他们从海的此岸出发，他们的生命就像横越大海，有时相遇，有时分开。离别的时候，他们便到了岸，各去各的世界。我们最终都会逝去，你不妨大胆一些，爱一个人，攀一座山，只为一个梦。5号青莲，青莲居士这仙人，94苍天30春。វ៉ាវមើលទៅគេអង្អាចខ្លាំងណាស់ហើយដូចតួអង្គគុណអ៊ី古沟龙穴，虎影缠满。该小君王不曾少年。你说人生俱尽，幻魔金樽空对月下孤注尽，战斗90百遍。醉我心灵分千三多一地诗篇，我最后一吐升堂千古绝言。在半后地地肉，手指与伞一直不断地动作。在半后地地肉，是宇宙的天使。ស្វាគមន៍សូមស្វាគមន៍ សួស្តីចៅក្រមខ្ញុំឈ្មោះច័ន្ទឌីយ៉ៅខ្ញុំមកពីតៃវ៉ាន់ខ្ញុំមកទីក្រុងប៉េកាំងនេះជាលើកទី1ហើយ បងអូនត្រូវវឹកហាត់បន្ថែមទៀតដើម្បីឈានដល់កម្រិតវិជ្ជាជីវៈដែលខ្ញុំបានរំពឹងទុក របស់បងអូនគួរតែផ្លាស់ប្ដូរបន្ថែមទៀតបងអូនបញ្ញាប់បង្ហាញជំនាញខ្លាំងពេកចំណុចនេះគឺពិតជាសំខាន់ខ្លាំងណាស់ប៉ុន្តែនៅរំដល់ពូកែគឺគេដឹងថាពេលណាត្រូវឆ្លៀតពេលសម្រាប់និទានពីរឿងរ៉ាវសិល្បៈរបស់គេការច្រៀងនិងការរាំរបស់ប្អូននៅមិនទាន់ឈានដល់ចំណុចកំពូលទេ
មនុស្សសញ្ចេតនាកាយភ្នែកនៅមិនទាន់អាចតាក់ទាញបានគ្រប់គ្រាន់ប្អូនគួរតែផ្ដោតទៅលើចំណុចលម្អិតដែលស្មុគស្មាញទាំងនេះបើប្អូនចង់ឲ្យប្រសើរជាងនេះ花儿为什么这样红？为什么这样红？ អ្នកចម្រៀងជនជាតិភាគតិចអ៊ុយហ្គូម្នាក់នេះកំពុងច្រៀងឡើងវិញនៅបទចម្រៀងដ៏ល្បីល្បាញបំផុតនៅក្នុងខ្សែភាពយន្តបុរាណមានចំណងជើងថាក្រុមអ្នកទេសចរមកពីភ្នំទឹកកក ភ្លេងខ្លាំងពេកហើយខ្ញុំពិតជាមិនលឺប្អូនច្រៀងសោះហើយសំឡេងរបស់ប្អូនបែកនៅត្រង់ចំណុចមួយចំនួន ប្អូនគួរតែធ្វើកាយវិការផ្សេងបន្ថែមទៀតតាំងពីដំបូងនៅពេលប្អូនជាប់គាំងត្រង់កាយវិការចម្លែកបើប្អូននៅមិនទាន់យល់ពីវាច្បាស់ទេមិនចាំបាច់ធ្វើវាទេមិនធ្វើឲ្យខ្ញុំចាប់អារម្មណ៍ទេអាចនឹងបានប្រសើរជាងនេះ អត្ថបទចម្រៀង4ឃ្លាដំបូងដកស្រង់ចេញពីកំណាព្យលីគ្នាដែលនិពន្ធដោយកវីអមតៈលីប៉ៃនៅក្នុងរជ្ជកាលថាជូនដល់មិត្តភ័ក្តិរបស់គេឈ្មោះវ៉ាងលុនអត្ថបទចម្រៀងផ្សេងទៀតគឺនៅក្នុងឈុតមួយក្នុងខ្សែភាពយន្តសម័យចិនដែលនិយាយពីឈុតបែកបាក់គ្នាកាលពីជាង 1200 ឆ្នាំមុននិងបង្ហាញពីភាពក្រឡាប់ចាក់នៅក្នុងជីវិត 我踏过山路旁一缕缕桃花盛开的香，忘不掉潭水透着清凉。人生的百味酱，一杯杯美酒变成姑娘。这旅途太短暂，哦，下个转弯，如何品尝浓？ អស្ចារ្យ ខ្ញុំមិនដឹងថាគេមានមន្តស្នេហ៍ខ្លាំងយ៉ាងនេះសោះអត្ថបទចម្រៀងចាំបាច់ទៀតលីប៉ៃបានត្រៀមខ្លួនចាក់ចេញនៅពេលគាត់បានឮបទចម្រៀងនិងការរាំនៅលើច្រាច់ស្រះទឹកផ្កាពេះត្បិតថាវាមានជម្រៅ 1000 ជំហានក៏វាមិនអាចប្រៀបជាមួយនឹងមិត្តភាពរបស់វ៉ាងលុនបានដែរបែកគ្នាត្រឹមនឹងចប់ហើយត្រូវរីករាយនឹងជីវិតដែលនាំឲ្យពួកយើងคล้ายជាមិត្ត 天涯，此生不忘啊！គេកំពុងតែចែក លុ ទូ យមែ ពេ នគេលុយមែនត្រូវហើយ គេលុយមែនត្រូវហើយអស្ចារ្យ លុយមែន លុយមែន អស្ចារ្យ លុយមែនអស្ចារ្យលុយមែនត្រូវហើយអស្ចារ្យ សួស្តីចាក្រមខ្ញុំឈ្មោះពៀនស៊ឺយ៉ានខ្ញុំបានធំធាត់នៅក្នុងតំបន់ភ្នំខ្ញុំសំដៅលើតំបន់ភ្នំដែលពេលខ្លះយើងអាចឮសំឡេងឆ្កែចចរកំពុងទលូនៅកណ្ដាលយប់កាលនោះខ្ញុំគ្មានរបស់លេងច្រើនទេព្រោះតែគ្រួសាររបស់ខ្ញុំក្រីក្រតែថ្ងៃមួយប៉ាខ្ញុំបានឲ្យហ្គីតាមួយមកខ្ញុំនោះហើយគឺជាពេលដែលខ្ញុំបានចាប់ផ្ដើមដំណើរតន្ត្រីរបស់ខ្ញុំ តែប្អូនបាននិពន្ធបទចម្រៀងដោយខ្លួនឯងមែនទេ បាន ហេតុអីបានជាប្អូននិពន្ធចម្រៀងបែបនេះ ស្រះផ្កាប៉េះត្រូវបាននិយាយនៅក្នុងកំណាព្យដែលស្រះនោះស្ថិតនៅក្នុងស្រុកកំណើតរបស់ខ្ញុំគឺស្រុកជីងខេត្តអានហួយខ្ញុំនិពន្ធបទចម្រៀងនេះគឺព្រោះតែចង់ឲ្យមនុស្សកាន់តែច្រើនបានដឹងពីស្រុកកំណើតរបស់ខ្ញុំវាគឺជាកន្លែងដ៏ល្អមួយហើយសូមស្វាគមន៍អ្នកគ្រប់គ្នាទៅលេងទីនោះទាំងអស់គ្នាបាន អស្ចារ្យមែនគេជាអ្នកចម្រៀងម្នាក់ដែលខ្ញុំចូលចិត្ត
មែន ខ្ញុំយល់ថាគេគួរឲ្យស្រឡាញ់នេះគឺជាចំណុចមួយទៅហើយខ្ញុំក៏ស្រឡាញ់ការសម្ដែងរបស់គេក្បាច់រាំរបស់គេនិងរបៀបដែលគេច្រៀងចំណុចទាំងអស់នេះគឺល្អខ្លាំងមែនទែនតែខ្ញុំចូលចិត្តគេ ខ្ញុំស្រឡាញ់ចម្រៀងរបស់ប្អូនគ្រាន់តែថាពេលប្អូនឡើងឆាកធំមានបទចម្រៀងពីរោះនិងអ្វីៗគ្រប់យ៉ាងបែបនេះប្អូនត្រូវតែថយមួយជំហានប្អូនធ្វើកាយវិការបែបនេះប្អូនបានដឹងច្បាស់ហើយវាធ្វើឲ្យបាច់អារម្មណ៍ខ្លាំងណាស់បើសិនជាប្អូនជឿជាក់គ្រប់គ្រាន់ទៅលើចម្រៀងរបស់ប្អូននិងលើខ្លួនឯងប្អូនគួរតែដកអ្វីៗផ្សេងទៀតចោលទៅ ខ្ញុំមិនយល់ស្របនោះទេ ខ្ញុំយល់ថា ខ្ញុំចូលចិត្តការសម្ដែងរបស់គេខ្លាំងណាស់ខ្ញុំយល់ថាគេគួរឲ្យតាក់ទាញនិងមិនចម្លងពីគេទេ ខ្ញុំយល់ថាកាយវិការបែបនេះគឺវាឆ្កន់ឆ្កងបាត់ចម្រៀងគឺវាពីរោះហើយកាយវិការទាំងនេះត្រូវគេមិនចាំបាច់ធ្វើវាក៏បានដែរប្អូនមានបាត់ចម្រៀងល្អហើយត្រូវអនុញ្ញាតឲ្យពួកយើងផ្ដោតទៅលើចម្រៀងនិងការសម្ដែងរបស់ប្អូន មនុស្សជាច្រើនអាចនឹងគិតថាការស្លៀកសម្លៀកបំពាក់ប្រពៃណីហានឬក៏ធ្វើម៉ូដសក់ដូចជាសំបុកឃ្មុំអាចធ្វើឲ្យមនុស្សទទួលមរតកវប្បធម៌ផ្ទុយទៅវិញអ្វីដែលប្អូនបានធ្វើគឺជាអ្វីដែលគេកំពុងតែរំពឹងទុករបៀបដែលប្អូនបានច្រៀងអ្វីដែលប្អូនបាននិពន្ធខ្ញុំពេញចិត្តណាស់អស្ចារ្យមែនធ្វើបានល្អសូមអបអរសាទរពៀនសឺយ៉ានទទួលបានសម្លេងឆ្នោតដល់ទៅ4សម្លេង អូពៀនសឺយ៉ាន ត្រូវតែឲ្យគុណសម្បត្តិទៅគេទៅ ហើយតើកម្មវិធីនេះបង្ហាញពីអ្វីទៅយុវជនស្វាហាប់និងពោរពេញដោយសមត្ថភាពមានចិត្តស្រឡាញ់វប្បធម៌និងប្រពៃណីចិនពេលនេះឈានដល់វ័យមួយដែលពួកយើងត្រូវតែបញ្ចេញពន្លឺ ជាយោនៅពេលដែលយើងស្រឡាញ់អ្វីមួយពិតប្រាកដយើងនឹងយកមហិច្ឆតារបស់យើងទៅជំរុញទឹកចិត្តអ្នកដទៃ វ៉ាវ សុំទោសខ្ញុំមិនយល់ព្រមទេខ្ញុំមិននៅជាមួយបងទេណាខ្ញុំសុំទោស 5 ឬ 10 ឆ្នាំទៀតតើប្អូននៅមានអារម្មណ៍ដូចជាថ្ងៃនេះដែរទេ កុំភ័យខ្លាចឲ្យសោះត្រូវតែប្រឹងប្រែងធ្វើវាបន្តទៀត ខ្ញុំចង់ខិតខំប្រឹងប្រែងនិងធ្វើបានល្អប្រសើរត្រូវបន្តរៀនសូត្រ ខ្ញុំមិនត្រឹមតែសាកល្បងទេប្រឹងឲ្យអស់ពីលទ្ធភាព ប្រឹងឲ្យអស់ពីលទ្ធភាពប្រឹងដោយគ្មានសម្រាប់ ត្រូវស្រឡាញ់វាឲ្យអស់ពីចិត្តនិងបេះដូងនោះយើងនឹងធ្វើវាបានល្អការបញ្ចូលវប្បធម៌និងទេពកោសល្យទៅក្នុងការសម្ដែងសិល្បៈសូមឲ្យឆាតនេះខ្លាចជាការចាប់ផ្ដើមជាថ្មីពួកយើងតន្ទឹងរង់ចាំជួបអ្នកគ្រប់គ្នា